ទឹកដីខ្មែរយើងបងប្អូនពោពេញទៅដោយប្រាសាទអច្ឆរិយៈកន្លែងដល់ពូកែស័ក្តិសិទ្ធិច្រើនមែនទេណាប៉ុន្តែពេលខ្លះណាបងប្អូនអើយបើយើងមើលផ្លូវយ៉ាងរដិបរដុបបែបនេះណាប៉ុន្តែយ៉ាងណាយ៉ាងណីណាឯងគឺថតបង្ហាញជីនិយាយថតបង្ហាញជូនបងប្អូនទោះផ្លូវភក់យ៉ាងណាយ៉ាងណីក៏ដោយយើងព្យាយាមលក្ខណៈថាព្យាយាមបង្ហាញជូនបងប្អូនយើងណាអ្នកដែលនៅសៀមរាបជួនកាលអត់ស្គាល់ទេបងប្អូនណាអ្នកដែលសៀមរាបជួនកាលក៏អត់ស្គាល់អ្នកដែលស្គាល់ហើយជួយចែករំលែកបន្តទៀតដើម្បីបងប្អូនយើងអ្នកឆ្ងាយបានមកសៀមរាបមកលេងកន្លែងដ៏អច្ឆរិយៈបែបនេះមកលេងកន្លែងដ៏ពូកែស័ក្តិសិទ្ធិបែបនេះណាឯងហើយប្រាង្គប្រាសាទត្បិតត្បែកយ៉ាងណាបាក់យ៉ាងណាប៉ុន្តែលក្ខណៈថាស្រស់ស្អាតមែនទែននៅតែឈរនៅតែស្រស់ស្អាតណាឯងយ៉ាបើកសាំងទៀតបេះបានច្រើនយ៉ាបយ៉ាងណាឯងរូបភាពស្អាតច្រើនមែនទែនបងប្អូនអាចមើលបានអាចកំសាន្តបានញ៉ៃចុះញ៉ៃលើភ្លេចប្រាប់បងប្អូនអើយភ្លេចប្រាប់នេះជាប្រាសាទចៅស្រីបុលបងប្អូនណាឯងនៅស្រុកនេះគេហៅថាប្រាសាទត្រាចឯងប្រាសាទវត្តត្រាចប្រាសាទចៅស្រីបុលយើងជួយថែគ្នាទៅណាឯងជួយថែគ្នាតបងប្អូនអើយណារបស់ននដៃយើងហើយរបស់នងគិតយើងហើយរបស់យើងហើយយើងមានអ្វីទេបងប្អូនអើយយើងមិនបានធ្វើអ្វីដែលធំដុំយើងបានត្រឹមជួយបង្ហាញយើងបានត្រឹមជួយផ្សព្វផ្សាយយើងចង់បង្ហាញថាណែកន្លែងនេះគឺកន្លែងកំសាន្តកន្លែងនេះជាកន្លែងដ៏ស័ក្តិសិទ្ធិកន្លែងនេះជាកន្លែងសិស្សគេមកសុំណាឯងដែលគេថារៀនមិនសូវឆ្លាតដូចគេមកសុំបានឆ្លាតណាប្រាសាទចៅស្រីវិបុលពាក្យថាចៅស្រីវិបុលគឺមហាធំធេងណាឯងហើយជាពិសេសបងប្អូនចង់មកលេងណាឯងមកដាក់ទៅលោកគេសុនវត្តត្រាយទៅក៏មកដល់ហើយណាឯងបើសិនបានមកហើយណាកុំភ្លេចដើរលេងឲ្យសពណាឯងបើថា stress ច្រើនណា stress ច្រើនសេតច្រើនកុំសោកសេតពេកបងប្អូនហើយណាមកលេងមកណាយីយាយពីធម្មជាតិអូស្រស់ស្អាតខែភ្លៀងផងរឹតតែស្អាតណាស់ឯងជាពិសេសសម្បូរតារាគាត់តែងមកថតគាត់តែងមកលក្ខណៈថាណាយកផ្ដិតយកទេសភាពស្អាតច្រើនមែនទេណាឯងខ្ញុំបាទមិនសូវជាប៉ិនប្រសពអារឿងថតផងម៉ាយអើយថតដេបដប់ចេញមកក៏ស្អាតស្នំដែរណាហើយក៏មានអីទេបងប្អូនអើយអ្នកដែលបានមើលវីដេអូនេះហើយបានចុចបេះដូងចុច share ចេះបងប្អូនយើងមើលសូមឲ្យជួបផ្សេលក្ខណៈថាសុខភាពល្អអីរស់ស៊ីទទួលទានមានបានអាយុវែងណាឯងហើយក៏រលួយចេះតែបានច្រើនណា